ជំរាបសួរបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបានមានម៉ូទ័របាញ់វីសពីរ model មកបង្ហាញជូនបងប្អូនអរគ្នាសម្រាប់ពីរ model នេះគឺប្រើថ្ម 18V ដូចគ្នាបាទមួយនេះ model 170បាទ2ចំណែកមួយនេះវិញ model 171បាទរូបរាងបាទមើលទៅប្រហាក់ប្រហែលគ្នាបាទប្រើថ្ម 8V ដូចគ្នាបាទហើយតកតងជាមួយនឹងការប្រើប្រាស់ជាក់ស្ដែងណាកម្លាំង Newton របស់វាកម្លាំងរមូលរបស់វានឹងរហូតដល់ 180 Newton ដូចគ្នាបាទអញ្ចឹងអ្វីដែលខុសគ្នាគឺរូបរាងបន្តិចបន្តួចនៅផ្នែកខាងមុខបាទហើយប្រវែងអីចឹងណាបាទយើងមើលជាក់ស្ដែងបាទប្រវែងអីក៏ស្ទើរគ្នាដែរបាទខុសតែរូបរាងខាងនេះគឺរាងបាទស្ដួចមុខមួយនេះស្មើបាទស្មើចឹងមកណាអញ្ចឹងនៅខាងក្រោមវិញបាទមានមុខងារសេរីល្បឿនបាទ4លេខដូចគ្នាបាទលេខ1លេខ2លេខ3លេខ4ឥឡូវយើងសេរីលេខ4ហ្មងទៅឲ្យដឹងពីកម្លាំងខ្លាំងបាទ4ហើយមានមុខងារបាទនេះអូតូបាទអូតូបាញ់វីសទៅលើដៃណាដៃស្ដាងដៃក្រាស់បាទហើយនឹងវីសបាញ់ទៅវីសឈើបាទមានមុខងារអូតូបាទអូតូនេះគឺ stop បាទសម្រាប់ការមួប្រឡងធ្វើទៅក្រោយ stop ហើយមួយនេះវិញគឺបាទដៃស្ដើងបាទមួយនេះដៃក្រាស់បាទចំណែកមួយនេះគឺបាញ់វីសឈើបាទនេះនៅខាងក្រោមនេះបាទមានរូបវីសឈើប្រឡងដៃស្ដើងដៃក្រាស់បាទមួយនេះក៏ដូចគ្នាដែរបាទមានសេរីល្បឿន4លេខអញ្ចឹងសេរីល្បឿនដល់4លេខទៅបាទនេះ4លេខបាទហើយនេះគឺមានវីសបាទមានមុខងារទៅលើគេនេះបាទមួយនេះគឺប្រឡងដៃស្ដើងដៃក្រាស់ហើយនឹងវីសឈើគឺល្បឿនបាទ slow ណាបាទនេះវីសឈើល្បឿន slow បាទនេះអូខេបាទបែបហ្នឹងហើយវាជាប្រភេទ motor មិនប្រើខ្ជុំដូចគ្នាបាទមិនប្រើខ្ជុំដូចគ្នាបាទហើយតើតងជាមួយនឹង LED ក្នុងមុខគឺភ្លើងច្បាស់ដូចគ្នាមាន2គ្រាប់ដូចគ្នាអញ្ចឹងទៅបាទអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការជាមួយនឹង motor បាញ់វីសដៃក្រាស់បាទឈើក្រាស់ឬក៏ការងារបាទវឹកវើអាចមើលពី model នេះហើយតាក់ទងមកបាទ Telegram ឬក៏លេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងក្រោមវីដេអូហ្នឹងដើម្បីសួរព័ត៌មានបន្ថែមបាទសូមអរគុណ